រឿងប្រវត្តិសត្វមកសត្វមកឬមកទេពជាយានជំនិះរបស់ព្រះនាងគង្គានិងទេពធីតាសមុទ្រមកជាសត្វទេពចម្លែកដែលរស់នៅក្នុងទឹកដែលមានទម្រង់ជាច្រើនសន្តាននិងច្រើនលក្ខណៈដែលយើងពុំអាចកំណត់បាននោះទេហើយម្យ៉ាងទៀតវាអាស្រ័យនៅតាមប្រទេសផ្សេងដែរមកជាសត្វនាគសមុទ្រឬជាបិសាចទឹកដែលគេតែងតែឃើញសត្វមកត្រូវបានគេយកមកឆ្លាក់នៅតាមប្រាសាទបែបព្រហ្មញ្ញសាសនានិងវត្តព្រះពុទ្ធសាសនាផងដែរពេលខ្លះគេពិពណ៌នាសត្វមកថាមានប្រមោយដំរីភ្នែកស្វាខ្លួនត្រីជើងរាជសីហ៍ត្រចៀកជ្រូកនិងកន្ទុយក្ងោកផងដែរក្នុងភាសាសាស្ត្រពាក្យមកក៏មានន័យថានាគឬស្រដៀងនិងក្រពើផងដែរមកជាពាហនៈរបស់ព្រះពិរុណនិងព្រះម៉ែគង្គាហើយក៏ជាក្រុមផ្កាយមកនៃខែមករាផងដែរមកឬមករៈមាននិទានដំណាលថាមានអសុរៈមួយមាននាមថាវីរត្រាដែលជាអសុរៈដែលគ្រប់គ្រងលើពពួកនាគបានទប់ទឹកទាំងអស់មិនឲ្យបង្អុរមកឋានមនុស្សលោកឡើយដោយធ្វើឲ្យមានការកើតគ្រោះរាំងស្ងួតពាសពេញតំបន់មនុស្សម្នាចាប់ផ្ដើមបួងសួងសូមឲ្យពពួកទេវៈឲ្យជួយរំពេចនោះទេវតាស្រីមួយអង្គប្រកបដោយចរិយាល្អស្អាតបានរំសាយសក់ចុះមកបង្កើតជាប្រភពទឹកនៅតំបន់នោះមនុស្សម្នាសប្បាយចិត្តខ្លាំងក៏ប្រសិទ្ធនាមទ្រង់ថាព្រះម៉ែគង្គាគ្រានោះព្រះកេសាមួយសរសៃរបស់ព្រះនាងគង្គាបានធ្លាក់មកដល់ឋានមនុស្សលោកហើយក៏បានក្លាយជាសត្វមកហើយខ្លាំងជាងអ្វីៗទាំងអស់នៅលើលោកនេះវាក៏អាចលេបរាល់សពសត្វទាំងឡាយទាំងពួងដែលវាបានជួបប្រទះមិនថាមនុស្សរាជសីហ៍ឬពស់នាគក្រៀកឡើយដោយនៅឋានកណ្ដាលគ្មានអ្នកណាអាចបង្ក្រាបសត្វមកនេះបានឡើយព្រះឥសូរនិងព្រះសិវៈក៏បានចុះមកតទល់ជាមួយនឹងមកដោយមានការសន្យាពីព្រះនាងគង្គាថាបើព្រះឥសូរអាចចាប់សត្វមកនោះបានទ្រង់នឹងរៀបអភិសេកជាមួយព្រះអង្គព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងមកអស់រយៈពេលជាច្រើនថ្ងៃនៅតែមិនដឹងចាញ់ឈ្នះព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរថាបើព្រះអង្គចង់បង្ក្រាបសត្វមកនេះបានលុះត្រាតែព្រះអង្គលើកទូព្រះបង្គំមកដាក់លើបាតដៃរបស់ព្រះអង្គហើយព្រះនាងគង្គាបានបើកកេសារបស់ខ្លួនទម្លាក់ទៅក្នុងទឹកដើម្បីស្រូបទាញយកទឹកទាំងអស់ចេញរួចទុកឲ្យតែមកនោះនៅលើគោកមកដែលជាសត្វទឹកក៏ប្រែមកជារាជសីហ៍ព្រះឥសូរក៏ប្រើមហាទម្ងន់អង្គុយសង្កត់លើសត្វមកមិនអាចទ្រាំនឹងទម្ងន់ដែលសង្កត់របស់ព្រះឥសូរបានឡើយមកក៏សុខចិត្តចុះចាញ់ព្រះឥសូរដោយអានុភាពដ៏កាចសាហាវរបស់សត្វមកព្រះឥសូរក៏ជប់ត្រង់មាត់សត្វមកឲ្យទៅជាប្រមោយដំរីសត្វមកក៏សន្យាថានឹងខ្ជាក់រាល់សពសត្វទាំងឡាយទាំងពួងនោះចេញមកវិញទាំងអស់ហើយព្រះឥសូរក៏បានយកសត្វមកធ្វើជាយានជំនិះរបស់ព្រះអង្គចាប់ពីពេលនោះមក
ហើយសត្វមកក្នុងទម្រង់ជាប្រមោយដំរីក៏ត្រូវបានគេប្រសិទ្ធនាមថាគុជសីដែលមានរូបរាងស្រដៀងទៅនឹងរាជសីដែលជាស្ដេចតោនិងជាអ្នកការពារព្រះរាជាណាចក្រកម្ពុជាបានធ្វើនិងយកមកធ្វើជានិមិត្តរូបបាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាការប្រណាំងទូកនាគត្រូវបានគេមើលឃើញថាជាការបង្ហាញឡើងវិញនៅនិមិត្តរូបទាំងនេះដែលជាការប្រយុទ្ធគ្នានៃនិទានទេវកថាផងដែររឿងប្រវត្តិសត្វមកក៏សូមចប់តែត្រឹមប៉ុណ្ណេះសូមអនុ